ជំរាបសួរôngពូមីងបងប្អូនទាំងអស់គ្នាចាគឺថាថ្ងៃនេះវីដេអូខ្ញុំមកដល់ទីដែរបងប្អូនចាកុំភ្លេចជួយ follow ហើយនឹងចុច like បេះដូងឲ្យម្នាក់មួយផងបងប្អូនចាហើយថ្ងៃនេះដែរនេះខ្ញុំធ្វើដំណើរទៅសាជាមួយបងចាថ្ងៃនេះគាត់នាំចៅដើរលេងបងប្អូនចឹងហើយក៏សុំឲ្យសាគាត់ហ្នឹងទៅផ្សារដែរចាទៅផ្សារដើម្បីយកអ្វីអវ៉ាន់យើងលក់ដូរហ្នឹងហើយក៏ឈៀងចូលទិញម្ហូបអញ្ចឹងណាបងប្អូនហើយនេះឥឡូវកំពុងតែជិះឡានបដានេះប្រឡែងចៅបដាបងប្អូនអើយនេះចៅខាងប្តីខ្ញុំបងប្អូននេះប្រុសទាំងពីរហ្នឹងបងប្អូនចាហើយនេះនិយាយថាស្លូតណាស់បងប្អូនអើយមិនចេះយំទេហើយឥឡូវបន្ទាប់ពីយកអវ៉ាន់អីបានរួចរាល់អស់ឥឡូវបងមកឈប់នៅមុខផ្សារពាណិជ្ជកម្មនៅចូលទិញម្ហូបចាហើយឥឡូវនេះគឺថាដើរមកកន្លែងផ្លែឈើគេនេះមើលឡើងតំណងបងប្អូនអើយមើលនេះមានតាំងពីតាពាំងបាយជូរក្រូចអូមានសពមុខបងប្អូនផ្លែឈើនេះតាក់ភ្នែកជាមួយនឹងផ្លែទឹកដោះគោនេះបងប្អូននេះដោយសារថារដូវហ្នឹងនឹកអនុស្សាវរីយ៍ចាស់បងប្អូនកាលពីដើមផ្ទះម្ដាយក្មេកក្មេកខ្ញុំបងប្អូនអូវាថាសបោដើមទឹកដោះនេះមែនតែនកាលកាហើយមកដំបងបងប្អូនអើយដល់ខែនេះហូបតែផ្លែទឹកដោះទេតែឥឡូវគេសណ្ដោតលេក៏កាប់ដើមចោលអស់នៅសល់តិចតួចចឹងណាហើយឥឡូវក៏នឹកឃើញទិញ1គីឡូចាហើយឥឡូវមករកម្ហូបបងប្អូននេះម្ហូបនេះគេមានបកាមានមឹកមានក្តាមមានអីនេះប៉ុន្តែមិនដឹងថាត្រូវទិញអីឥឡូវក៏ស្លឹងឃើញមឹកកំប៉ុងនេះបងប្អូននេះគេនៅប្រហែលជា1គីឡូអញ្ចឹងហើយក៏ឲ្យគេថ្លឹងយកទាំងអស់តែម្ដងទៅហើយមឹកនេះបងប្អូនអើយសិតតពងបងប្អូនអើយពេលស្ងោរហើយនិយាយពីថាសិតតពងពេញពោះតែម្ដងចាហើយយើងស្ងោរជ្រលក់ទឹកត្រីកោះកង់បងប្អូនគឺថាជាតិមែនតែនចាហើយឥឡូវបានមកដល់ផ្ទះបងប្អូនឥឡូវធ្វើការសម្លៀងសម្អាតមឹករបស់យើងឲ្យបានស្អាតល្អអញ្ចឹងណាខ្លាចវាមានគ្រោះមានដីអញ្ចឹងណាបងប្អូនខ្ញុំក៏មិនសូវហ៊ានកលុកខ្លាំងដែរដោយសារតែមឹកវាសិតតពងកាលណាយើងលាងខ្លាំងទៅខ្លាចវាជ្រុះពងអស់បងប្អូនចាឥឡូវគឺថាធ្វើការសម្អាតមកទឹកពីទឹកឲ្យវារៀងស្លាស្អាតទឹកអញ្ចេះមានន័យថាវាស្អាតបងប្អូនឥឡូវលាងសម្អាតវាទឹកទៀតជាចុងក្រោយហើយបន្ទាប់មកគឺខ្ញុំរៀបចំដាក់ស្ងោរតែម្ដងចាហើយមកនេះស្រស់ល្អបងប្អូននេះឥឡូវគឺថាលាងសម្អាតហើយឥឡូវខ្ញុំមកចាប់ដើមរៀបដាក់ឆ្នាំងតែម្ដងចាហើយគ្រឿងក្រៅនោះមិនមានអីច្រើនទេបងប្អូនជាដំបូងគឺខ្ញុំដំខ្ទឹមសដាក់ចំនួន1កាពឹស2កាពឹសអញ្ចឹងណាបងប្អូនដើម្បីឲ្យវាមានក្លិនឈ្ងុយចាហើយឥឡូវបន្ទាប់មកនោះគឺខ្ញុំបន្ថែមជាមួយរ៉ូឌីបន្តិចជាមួយនឹងប៊ីចេងស្ករហើយនឹងទឹកត្រីបន្តិចចឹងណាបងប្អូនដើម្បីឲ្យវាចូលជាតិជាមួយមឹកយើងនឹងវាមានរសជាតិឆ្ងាញ់អញ្ចឹងណាចាហើយបន្ទាប់ពីដាក់រួចហើយហ្នឹងក៏គ្របបើកហ្គាសទុកប្រហែលជា10នាទីទេបងប្អូនថាដល់តែដោយសារមឹកយើងឆាប់ឆ្អិនដែរបងប្អូនចាបើកហ្គាសតែមិនផ្លែតទៅគឺថាឆ្អិនបានរួចរាល់បងប្អូនលើគឺថាបើកប៉ើងឡើងគឺថាក្លិនឈ្ងុយមែនតែនចាហើយបន្ទាប់មកហ្នឹងក៏ធ្វើការដួសដាក់ចានរៀបចំឲ្យរួចស្រេចអញ្ចឹងណាបងប្អូនចាហើយបងប្អូនរៀងរាល់វីដេអូរបស់នាងខ្ញុំបើមានការកំហុសខុសឆ្គងសូមខន្តីអភ័យទោសដល់បងប្អូនផងដោយសារការថតទៅវារៀងល្ងីល្ងើបងប្អូនដោយសារថាខ្ញុំកាន់បណ្ដាខ្ញុំថតបណ្ដាខ្ញុំធ្វើបណ្ដាអញ្ចឹងហើយវារៀងលកើបងប្អូនអញ្ចឹងសូមអធិស្ឋានចាហើយឥឡូវគឺថាមកខ្ញុំគឺថាឆ្អិនរួចរាល់បងប្អូនខ្ញុំមកធ្វើការបុកជាមួយទឹកត្រីតែចាឥឡូវគឺថាបុកដៃមួយមហៀងកាន់ទូរស័ព្ទវារៀងលំបាកដែរអញ្ចឹងណាបងប្អូនចាឲ្យបុកចំនួនដាក់ម្ទេសតែ3គ្រាប់ទេខ្លាចកូនហូបអត់កើតអញ្ចឹងណាបងប្អូនចាឥឡូវគឺថារួចរាល់បងប្អូនដោយសារពិបាកកាន់ទូរស័ព្ទពេកម្ល៉េះឲ្យកាត់ឥឡូវទឹកត្រីរួចរាល់ហើយហានេះគឺថាទឹកស្ងោរមកអំបញ្ញមិញបងប្អូនដោយសារខ្ញុំទុកឲ្យកូនខ្ញុំស្រូបបាយចាដោយសារថ្ងៃនេះខ្ញុំអត់មានសឡទេយើងមានតែញ៉ាំមឹកស្ងោរនោះវារីកគោកអញ្ចឹងហើយយើងទុកស្រូបចា